ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សមិនធ្លាប់មាននរណាម្នាក់ចេញទៅរស់នៅក្នុងពិភពខាងក្រៅពីផែនដីរបស់យើងឡើយផែនដីជាផ្ទះតែមួយគត់របស់យើងតាំងពីដើមរៀងមកគ្រប់សំណង់អគារដែលយើងសាងសង់សង្គ្រាមរវាងមនុស្សជាតិបច្ចេកវិទ្យាដែលយើងបង្កើតកន្លងមកសុទ្ធតែកើតឡើងក្នុងពិភពពណ៌ខៀវមួយនេះប៉ុន្តែមានបរិសម្នាក់ជឿថាមនុស្សជាតិមិនគួររស់នៅតែនៅលើផែនដីមួយនេះជារៀងរហូតនោះទេលោក Elon Musk ដែលជាសហគ្រិនវិស្វករបច្ចេកវិទ្យានិងជាស្ថាបនិករបស់ SpaceX មានមហិច្ឆតាដ៏ធំធេងគឺនឹងបញ្ជូនមនុស្សទៅរស់នៅលើភពព្រះអង្គារនៅថ្ងៃអនាគតខាងមុខហើយនឹងបង្កើតអរិយធម៌មនុស្សជាតិដំបូងបង្អស់ដែលអាចទ្រទ្រង់ខ្លួនបាននៅទីនោះយើងក៏ចោទជាសំណួរថាហេតុអ្វីបានជាជ្រើសរើសភពព្រះអង្គារហេតុអ្វីបានជាគាត់មានមហិច្ឆតានៅពេលនេះហើយតើគាត់គ្រោងធ្វើវាដោយរបៀបណាភពព្រះអង្គារជាភពទី4បន្ទាប់ពីព្រះអាទិត្យជាទូទៅយើងហៅវាថាភពក្រហមដោយសារតែស្ថានដីនៅលើភពមួយនេះសម្បូរទៅដោយជាតិដែកដែលធ្វើឲ្យវាមើលទៅមានពណ៌ក្រហមភពព្រះអង្គារមានទំហំតូចជាងផែនដីត្រជាក់ជាងនិងមានសត្វបរិយាកាសស្ដើងខ្លាំងជាងភពផែនដីសីតុណ្ហភាពរបស់វាអាចធ្លាក់ចុះទាបខ្លាំងហើយវត្ថុធាតុរាវពិបាកនឹងកកើតមានណាស់នៅលើផ្ទៃដីនៃភពនេះក្នុងពេលបច្ចុប្បន្នប៉ុន្តែភពព្រះអង្គារមានលក្ខណៈពិសេសរបស់វាទី1វាមានរយៈពេលយប់និងរយៈពេលថ្ងៃស្រដៀងទៅនឹងផែនដីទី2វាធ្លាប់មានទន្លេបឹងនិងអាចធ្លាប់មានមហាសមុទ្រទៀតផងវាមានទឹកកកនៅតំបន់ប៉ូលរបស់វានិងក្រោមស្ទប់ដីរបស់វាបើប្រៀបជាមួយភពដទៃទៀតដែលយើងបានស្គាល់ភពព្រះអង្គារជាភពដែលស្រដៀងបំផុតទៅនឹងផែនដីរបស់យើងហើយដូច្នេះហើយទើបជាច្រើនទសវត្សរ៍កន្លងមកនេះអ្នកវិទ្យាសាស្ត្រព្រមទាំងសហគ្រិនផងដែរតែងតែសម្លឹងមើលថាភពព្រះអង្គារនេះជាភពតែមួយគត់ដែលអាចក្លាយជាផែនដីទី2របស់យើងទាំងអស់គ្នាលោក Elon Musk ធ្លាប់ប្រាប់ហេតុផលចម្បងដែលគាត់ចង់នាំមនុស្សទៅរស់នៅក្នុងភពព្រះអង្គារនេះព្រោះដើម្បីភាពគង់វង្សនៃពូជរបស់មនុស្សនៅថ្ងៃអនាគតព្រោះថាផែនដីបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យជាច្រើនដូចជាបម្រែបម្រួលអាកាសធាតុសង្គ្រាមនុយក្លេអ៊ែរការបុកទង្គិចនៃអាចផ្កាយជំងឺរាតត្បាតបច្ចេកវិទ្យាជឿនលឿនដែលមនុស្សលែងអាចគ្រប់គ្រងបានជាដើមលោក Elon Musk ជឿថាបើមនុស្សយើងរស់រៀនតែនៅលើផែនដីតែមួយយើងប្រកាសជាអាចប្រឈមនឹងគ្រោះថ្នាក់នានានៃការបាត់បង់ពូជមនុស្សទាំងស្រុងប្រសិនបើយើងជាពូជសត្វមួយដែលមានភពរស់នៅច្រើនជាងមួយនោះប្រកាសណាស់យើងច្បាស់ជាអាចថែគង់វង្សនៃពូជរបស់មនុស្សយើងបានព្រោះបើភពមួយជួបនៅគ្រោះមហន្តរាយណាមួយជាយថាហេតុនោះយើងក៏នៅសល់ភពផ្សេងទៀតផងដែរនៅក្នុងគំនិតរបស់គាត់ភពព្រះអង្គារមិនមែនជាភពសម្រាប់តែការគេចវេះពីសេចក្តីស្លាប់នោះទេតែវាដូចទៅនឹងការធានារ៉ាប់រងមួយសម្រាប់ការរក្សាទុកពូជរបស់មនុស្សតែម្ដងដើម្បីសម្រេចបានចក្ខុវិស័យនេះលោក Elon Musk បានបង្កើតក្រុមហ៊ុន SpaceX គោលដៅរបស់ក្រុមហ៊ុននេះគឺសាមញ្ញប៉ុន្តែវាជាការបដិវត្តវិទ្យាសាស្ត្រមួយគឺដើម្បីធ្វើឲ្យការធ្វើដំណើរទៅទីអវកាសកាន់តែមានតម្លៃថោកនិងអាចប្រើប្រាស់យានឡើងវិញបានរ៉ុកែតសម័យបច្ចុប្បន្នអាចប្រើបានតែម្ដងប៉ុណ្ណោះនិងលែងអាចប្រើបានទៀតហើយ SpaceX បានផ្លាស់ប្ដូរទម្លាប់នេះដោយអភិវឌ្ឍរ៉ុកែតដែលអាចចុះចតបានហើយអាចប្រើបានឡើងវិញតែនេះនឹងកាត់បន្ថយការចំណាយបានយ៉ាងច្រើនលើសលប់ការកាត់បន្ថយការចំណាយនេះមានភាពចាំបាច់ខ្លាំងព្រោះបើមិនដូច្នោះទេការបញ្ជូនមនុស្សនិងសម្ភារៈនានាទៅកាន់ភពព្រះអង្គារនឹងមានតម្លៃថ្លៃមហិមាដែលយើងនឹងគ្មានលទ្ធភាពក្នុងការចំណាយឡើយតួអង្គសំខាន់នៃផែនការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គាររបស់លោក Elon Musk គឺការកសាងយានអវកាសដ៏ធំមួយយានអវកាសនេះត្រូវបានរចនាឡើងដើម្បីអាចដឹកមនុស្សឲ្យបានលើសពី100នាក់ក្នុងមួយលើកហើយវាអាចដឹកសម្ភារៈផ្សេងៗក្នុងចំនួនច្រើននិងអាចប្រើប្រាស់បានឡើងវិញហើយមួយទៀតគឺវាត្រូវអាចធ្វើដំណើរទៅកាន់ភពព្រះច័ន្ទភពព្រះអង្គារនិងភពផ្សេងៗទៀតបានទៀតផងគោលបំណងគឺធ្វើដំណើរលើយានអវកាសនេះចេញពីផែនដីចាក់បំពេញឥន្ធនៈឡើងវិញនៅពេលនៅក្នុងកន្លងក្នុងទីអវកាសហើយបន្ទាប់មកបញ្ជូនយាននេះទៅកាន់ភពព្រះអង្គារដែលត្រូវចំណាយពេលរាប់សិបខែក្នុងការធ្វើដំណើរនៅពេលទៅដល់ភពព្រះអង្គារយាននេះនឹងអាចចុះចតបញ្ឈរបានហើយប្រើជាលំនៅឋានបណ្ដោះអាសន្នហើយមួយទៀតត្រូវអាចប្រើឡើងវិញសម្រាប់បេសកកម្មនាពេលអនាគតលោក Elon Musk មានចក្ខុវិស័យដោយបញ្ជូនយានដឹកសម្ភារៈជាមុនបន្ទាប់មកទៅបញ្ជូនយានដែលមានផ្ទុកមនុស្សហើយនឹងចាប់ផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះបន្តិចម្ដងការកែប្រែភពព្រះអង្គារឲ្យក្លាយជាទីអាចរស់នៅបានសម្រាប់មនុស្សមិនអាចកើតមានក្នុងរយៈពេលដ៏ខ្លីបានទេយោងទៅតាមចក្ខុវិស័យរបស់លោក Elon Musk វានឹងកើតឡើងជាជំហានឬតាមដំណាក់កាលទី1យើងអាចហៅថាបេសកកម្មមនុស្សយន្តក្នុងដំណាក់កាលនេះយើងនឹងបញ្ជូនមនុស្សយន្តទៅមុនដើម្បីរៀបចំបរិស្ថានដែលអាចទ្រទ្រង់ជីវិតបានសម្រាប់មនុស្សដំណាក់កាលទី2យើងអាចហៅថាបេសកកម្មមនុស្សដំបូង
យើងនឹងចាប់ផ្ដើមបញ្ជូនមនុស្សដំបូងតែក្នុងចំនួនតិចតួចនៅឡើយដើម្បីធ្វើតេស្តប្រព័ន្ធទ្រទ្រង់ជីវិតនៅទីនោះដំណាក់កាលទី3យើងហៅថាការសង់លំនៅឋានអចិន្ត្រៃយ៍គឺការបន្តសាងសង់ប្រព័ន្ធទ្រទ្រង់ជីវិតអចិន្ត្រៃយ៍ដែលអាចឲ្យយើងអាចរស់នៅទីនោះបានទី4ការប្រើប្រាស់ធនធាននៅទីនោះយើងនឹងចាប់ផ្ដើមទាញយកធនធានផ្សេងៗលើភពព្រះអង្គាមកប្រើប្រាស់ដូចជាទឹកកកនិងផលិតជាអុកស៊ីសែននិងឥន្ធនៈជាដើមទី5ទីក្រុងដែលអាចទ្រទ្រង់ខ្លួនឯងបានមានន័យថាយើងមិនចាំបាច់ត្រូវការការផ្គត់ផ្គង់ពីផែនដីរបស់យើងទៀតទេនៅទីបញ្ចប់បន្ទាប់ពីឆ្លងផុតដំណាក់កាលទាំង5នេះលោក Elon Musk មានក្តីស្រមៃនឹងបញ្ជូនមនុស្ស1លាននាក់ទៅរស់នៅលើភពព្រះអង្គាដោយនឹងមានផ្ទះផ្ទាល់ខ្លួនមានឧស្សាហកម្មនិងបង្កើតបានជាវប្បធម៌នៃមនុស្សជាតិដំបូងនៅលើភពព្រះអង្គានេះនៅពេលនោះវានឹងក្លាយជាភាពជោគជ័យជាប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែលពុំធ្លាប់មានអ្នកវិទ្យាសាស្ត្រនិងអ្នកឯកទេសជាច្រើនមិនទាន់មានភាពជឿជាក់អំពីលទ្ធភាពនេះនៅឡើយទេភពព្រះអង្គាជាភពមួយដែលមានគ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្សទី1យើងអាចប្រឈមនឹងកម្មរស្មីវិទ្យុសកម្មដ៏ខ្ពស់នៅទីនោះទី2ទំនាញរបស់ភពនោះនៅខ្សោយខ្លាំងជាងផែនដីរបស់យើងទី3បរិស្ថានរស់នៅទីនោះនឹងមានការលំបាកខ្លាំងសម្រាប់មនុស្សការរិះគន់ខ្លះបានចោទឡើងថាយើងគួរណាតែផ្ដោតទៅលើដំណោះស្រាយបញ្ហានៅលើផែនដីរបស់យើងជាជាងចំណាយពេលវេលាទ្រព្យសម្បត្តិដ៏ច្រើនអនេកទៅបង្កើតទីលំនៅភពមួយទៀតយ៉ាងណាមិញលោក Elon Musk បានតបវិញដោយនិយាយថាវាមិនមែនជាជំរឿសដែលយើងអាចជៀសវាងបាននៅថ្ងៃអនាគតឡើយគាត់យល់ឃើញថាយើងអាចនៅបន្តការពារផែនដីរបស់យើងបានហើយស្របពេលនេះដែរក៏ត្រៀមខ្លួនសម្រាប់អនាគតដែលយើងពុំអាចទាយទុកដឹងជាមុនផងដែរមហិច្ឆតានៃការបញ្ជូនមនុស្សទៅនៅភពព្រះអង្គារបស់លោក Elon Musk មិនមែនត្រឹមតែជាមហិច្ឆតាបង្កើតរ៉ុកែតដ៏អស្ចារ្យប៉ុណ្ណោះទេតែវាបានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅក្នុងគោលដៅរបស់គាត់តើយើងចង់បានអនាគតបែបណាសម្រាប់មនុស្សជាតិរបស់យើងតើពួកមនុស្សនឹងអាចរស់នៅបានតែនៅលើផែនដីមួយនេះរហូតឬយ៉ាងណា